ប្អូនកូនទាំងអស់គ្នាមកជួបគ្នាវិញទៀតហើយមកលេងកប៉ុតជាលើកទី2ហើយឆ្នាំនេះ2លើកហើយក្នុងមួយឆ្នាំមកលេងដល់តែ2ដងតាមពីមុខល្អតែធ្វើស៊ីនេះញ៉ែបត់មកត្រង់ត្រូវហ្នឹងណាតែគាត់ខុសសោះមកវិញនេះមកតាម Google Map ទៀតហើយអញ្ចឹងហើយតម្រាំតែមករកកន្លែងវីឡាដែលយើងបានកក់គេមុនហ្នឹងណា Google ធ្វើស៊ីហើយមកសានេះដំបូងថាមកតែ4គ្រួសារដល់តែពេលដល់ថ្ងៃមកឡើងបាន2គ្រួសារទៀតច្រើនមែនតើអញ្ចឹងទៅបន្ទប់មានតែ4ទេដល់ពេលមក2គ្រួសារអញ្ចឹងទៅកំពុងគិតថានឹងគេងឡើងណាឡើងណីឥឡូវបងប្អូនមើលបន្ទប់មើលផ្ទះរបស់គេហ្នឹងកន្លែងហ្នឹងគឺគេជួលមកផ្ទះតែម្ដងមកផ្ទះហ្នឹងគឺមានអាងអាហារទឹកមានអីសម្រាប់ក្មេងលេងអញ្ចឹងហើយមាន4បន្ទប់ខាងលើ3បន្ទប់និងខាងក្រោមបន្ទប់ធំព្រមទាំងបន្ទប់ទទួលភ្ញៀវយើងអាចធ្វើម្ហូបធ្វើអីយកបាយស្លយកទៅធ្វើនៅនឹងញ៉ាំបានឥឡូវនេះពួកខ្ញុំឡើងមកគេនៅបន្ទប់ខាងលើហើយកូនបន្ទប់គេទៅល្មមណែតែល្មមមកគ្រួសាររបស់យើងគ្នា3 4នាក់អញ្ចឹងណាប៉ុន្តែបើយើងទៅគ្រួសារច្រើនហើយអត់មានបន្ទប់អញ្ចឹងមានតែប្រជិតគ្នាគេនឹងឯងតែនៅហ្នឹងគឺគេជួលមកផ្ទះតែម្ដងមកផ្ទះថ្លៃ300យើងចង់នៅម៉ាងគ្រួសារក៏បានដែរចង់នៅតែមកបន្ទប់អានឹងរឿងរបស់យើងបើចង់នៅច្រើនគ្រួសារក៏ជារឿងរបស់យើងដែរនឹងអស់លេខលោកតាមហ្នឹងទៅហើយទៅ6គ្រួសារសានេះគឺដាក់បាយដាក់ម្ហូបទៅហាងខ្លួនមកគ្រួសារដាក់ម្ហូបទៅទុំមិនក៏2មុខអីដែរអញ្ចឹងហើយបែងចែកគ្នាផ្ទះខ្ញុំនេះវិញគឺមានខមានមាន់លីងហើយមានគីមឈីមានផ្លែឈើអីចឹងទៅហើយក៏មានអ្នកទទួលខុសត្រូវមានដូចជាទឹកជាក់ភេសជ្ជៈអីផ្សេងមានចានមានឆ្នាំងយើងចែកគ្នាមកគ្រួសារត្រូវយកអីអញ្ចឹងណាបងប្អូនចំណែកឯបាយវិញមកគ្រួសារគឺបាយមួយឆ្នាំងហើយក៏មានជុកខ្វៃដែរពេលដែលក្មេងៗមកជុំគ្នាអញ្ចឹងគឺថាអូមែនតែម្ដងពិសេសគឺពួកគាត់ជុំជើងគ្នាចាបាញ់ហ្គេមឯចំណែកឯចាវិញក៏ជុំជើងគ្នាមកក្រុមផ្សេងហ្នឹងទៅឯក្មេងៗតូចៗល្អៗនេះវិញគឺថាដល់ម៉ោងគាត់ហើយតែបានឃើញទឹកអញ្ចឹងវិញទុកមិនឈ្នះទេតមសិចអាលៀកលីអូលេងទឹកលេងដៃទៅចេញហ៎លេងទៅដោខោមិនក៏តាមខោជិតខ្លីតែចេញដំណើរមួយតែខែតែចាស់ហើយតែនឹងរៀងខ្លាចទឹកទេមិនសូវហ៊ានទេគ្នាបងអូនមួយទៀតនេះក្លាហានមែនតើលេងទឹកហ្នឹងគឺថាលេងតាំងពីទៅដំបងដល់ដំបងមុនគេមុនឯងលេងតែឯងហើយរហូតដល់ជប់គេឡើងដេកអស់ហើយនៅតែលេងទៀតលេងអស់ថ្លៃប្រោយហ្នឹងលេងអញ្ចឹងមិនឲ្យខាតអប៉ៅលេងណាណៃឡមើលហើយច្រឡំទៀតណាទៀនវីដេអូអាបងហ្នឹងហើយឥឡូវផ្ទះអាបងមកកំភ្លៀងទៀតខ្លាញ់ខ្ញុំទៅនេះអ្នកណាដែលចូលចិត្តលក្ខណៈគ្រួសារបែបផាត់ធី private អីហ្នឹងត្រូវហ្មងគ្នាច្រើនមកគ្រួសារធំអីហ្នឹងត្រូវអីយតែលុយចាត់ឆែកគូតណាក្តៅណាtrờiទីតាំងវិញគឺហួសពីផ្សារកពតឆ្លងស្ពានជិះមកត្រង់ដល់កន្លែងវងមូលហើយបន្ទាប់មកបបែកទៅខាងឆ្វេងគឺនៅតាមកន្លែងរបៀបដូចដៃសមុទ្រចឹងបងប្អូនមើលទៅដូចដៃសមុទ្រផ្ទះដែលខ្ញុំទៅនៅហ្នឹងគេដាក់ឈ្មោះថាកោះស្នេហ៍វិឡាផ្ទះមួយតែម្ដងគេក្មេងៗចេះរកនឹកឃើញអ្នកអត់ចេះហែទឹកហ្នឹងយកអាវពងច្រកធ្វើលីអូដើម្បីលោតចុះហែទឹកបានទៅពេលថ្ងៃហ្នឹងគឺក្តៅអញ្ចឹងហើយក្មេងៗលេងទឹកហើយចាស់ហ្នឹងគឺនៅញ៉ាំអីនៅក្នុងផ្ទះសិនដល់ពេលយប់បានពួកយើងនាំគ្នាលើករបស់ញ៉ាំចេញមកក្រៅហើយអាំងសាច់អាំងអីញ៉ាំរហូតតាំងពីពេលទៅរហូតទៅដល់យប់ជ្រៅម៉ោង10 11អីនោះចាក់បាសចាក់អីច្រៀងក្រៅអូខេអីរួមលេងអីសប្បាយបែបលក្ខណៈគ្រួសារអីមកទំហឹងតែម្ដងលេងភ្លេចខ្លួនព្រោះស្អាតលេងប្លន់ថាអែណាអូអ៊ីប្តឹងយកលុយឥឡូវហ្នឹងដងទាំងក្មេងហ្មងប៉ៅមុនហ្នឹងបាយស្ទាយដល់ទៅពេលភ្លេចខ្លួនលេងដេញថាបអែណាយេអស់តតែម្ដងហើយព្រោះស្អាតនេះបងប្អូនកុំភ្លេចចុច Subscribe YouTube Channel Like និងចូល Comment លេងផងណាពេលនេះគឺដល់កម្មវិធីពេលល្ងាចហើយថាទៅវីដេអូនេះថតមករៀងយូរដែរហើយទើបតែបានកាត់តពេលមេតិចពួកយើងក៏នាំគ្នារើមកអាំងសាច់អាំងអីញ៉ាំនៅមាត់ទឹកនៅខាងក្រៅសប្បាយមែនតើតិចឲ្យជីទុកលេងបានទៀតខ្ញុំតំណែងឲ្យលោកគ្រូសាផ្ទះមួយគ្រូសានៅក្នុងពិធីនេះលោកលោកឲ្យថ្ងៃនេះ8នេះដើម្បីប្តីស្រឡាញ់នេះអីសូមជួបខាងក្រៅបងប្អូនទាំង6គ្រួសារបាទសូមប្តីស្រឡាញ់ដល់អស់ទេសូមជំរាបដៃទាំងពីរដល់ផ្ដល់ការរួមតាមពីបាទសូមជួយទូអង្គការឲ្យថ្ងៃនេះតិចត្រីច្រើនអីបាយរួមនេះបាទខ្ញុំចង់ចែកនេះ